នៅប្រទេសប្រេស៊ីលឆ្នាំ2002គឺជាឆ្នាំដ៏ល្បីខ្លាំងមែនទែនឆ្នាំដែលផ្ទុះខ្លាំងមែនទែនពីព្រោះប្រេស៊ីលបានយកឈ្នះជម្រើសជាតិអាល្លឺម៉ង់ហើយបានលើកពាន World Cup FIFA World Cup 2002នៅលើទឹកដីជប៉ុន2-0ដោយកីឡាករ Ronaldo ពាក់លេខ9មិនមែនCristiano Ronaldo ទេគឺជា Ronaldo របស់ប្រទេសប្រេស៊ីលពេលនោះគាត់យកបាន2គ្រាប់ហើយឈ្នះអាល្លឺម៉ង់នៅលើទឹកដីជប៉ុនលើក FIFA World Cup ប៉ុន្តែ FIFA World Cup នោះมันអាចកំដរអារម្មណ៍របស់ប្រជាជនប្រេស៊ីលបានទេប្រជាជនប្រេស៊ីលបានចាប់អារម្មណ៍ទៅលើរឿងក្តីមួយដែលពួកគាត់គិតថារឿងហ្នឹងគឺវាហួសចិត្តហើយគាត់ក៏នាំគ្នាបែរមកពីព្រឹត្តិការណ៍ World Cup នោះមកមើលរឿងក្តីនេះយ៉ាងកក្រឹកកក្រែងហើយល្បីខ្លាំងមែនទែនកាលហ្នឹងអញ្ចឹងយើងនឹងតាមដានរឿងក្តីដ៏គួរហួសចិត្តនិងខុសខើមួយដែលកើតឡើងពីកូនស្រីហើយសម្រាប់ឪពុកម្ដាយរបស់ខ្លួនដើម្បីទ្រព្យសម្បត្តិអញ្ចឹងយើងនឹងតាមដានជាមួយនឹងគ្នាសួស្តីអ្នកនរស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំបាទហើយថ្ងៃនេះខ្ញុំយករឿងក្តីមួយនៅក្នុងប្រទេសប្រេស៊ីលដែលកើតឡើងនៅក្នុងឆ្នាំ2002មកសម្រាប់ជូនពុកម៉ែបងប្អូនស្ដាប់ជាបទពិសោធន៍ក៏ដូចជាការសិក្សារៀនសូត្រដែលយើងអាចរៀនបានហើយក៏អាចកែប្រែជីវិតប្រសិនបើយើងអាចធ្វើទៅបានផងដែរអញ្ចឹងនៅក្នុងគ្រួសារអភិជនមួយមានកូនស្រីល្អមែនទែនរៀនច្បាប់ចេះភាសាជាច្រើនក៏ដូចជាកូនស្រីស្អាតរំទុំសុភាពរាបសារតើមានហេតុផលអ្វីបានធ្វើឲ្យក្មេងស្រីម្នាក់នេះហ៊ានបើកដៃឲ្យសង្សាររបស់ខ្លួនចូលមកសម្លាប់ឪពុកម្ដាយបង្កើតខ្លួនឯងនៅក្នុងបន្ទប់គេងទាំងកណ្ដាលត្រៀតអញ្ចឹងយើងនឹងតាមដានជាមួយនឹងគ្នាដើម្បីយករឿងនេះឲ្យកាន់តែច្បាស់យើងនឹងសិក្សាអំពីប្រវត្តិក៏ដូចជាមកមើលអំពីប្រវត្តិរបស់គ្រួសាររបស់ក្មេងស្រីម្នាក់នេះសិនស៊ូសានកើតនៅថ្ងៃទី3ខែវិច្ឆិកាឆ្នាំ1983នៅទីក្រុងសាវប៉ូឡូប្រទេសប្រេស៊ីលនាងកើតនៅក្នុងគ្រួសារមួយដែលស្ទើរតែអាចនិយាយបានថាល្អឥតខ្ចោះឪពុករបស់នាងគឺលោក Manfred Albert von Richthofen គឺជាវិស្វករសញ្ជាតិអាល្លឺម៉ង់ដ៏ល្បីល្បាញម្នាក់ហើយគាត់ក៏ជាប្រធានក្រុមហ៊ុនរដ្ឋាភិបាលសម្រាប់អភិវឌ្ឍផ្លូវល្បឿនលឿននៅទីក្រុងសាវប៉ូឡូផងដែរចំណែកម្ដាយរបស់នាងគឺអ្នកស្រី Marisa គឺជាគ្រូពេទ្យវិកលចរិតម្នាក់ដែលមានឈាមជ័រជាជនជាតិលីបង់ស៊ូសានក៏មានប្អូនប្រុសម្នាក់ទៀតឈ្មោះថា Andre ដែលកើតនៅក្នុងឆ្នាំ1987គ្រួសារ Richthofen រស់នៅក្នុងផ្ទះវីឡាដ៏ធំទូលាយនិងមានសន្តិសុខការពារយ៉ាងតឹងរ៉ឹងស្ថិតនៅក្នុងសង្កាត់អ្នកមានឈ្មោះថា Campo Belle នៅក្នុងឆ្នាំ2002ទ្រព្យសម្បត្តិរបស់ឪពុកម្ដាយរបស់នាងត្រូវបានគេប៉ាន់ស្មានថាមានរហូតដល់ $5.5 លានអាមេរិកស៊ូសានទទួលបានការចិញ្ចឹមបីបាច់និងការអប់រំខ្ពង់ខ្ពស់បំផុតនាងបានរៀនសាកលវិទ្យាល័យអាល្លឺម៉ង់ល្បីៗហើយមុនពេលបន្តទៅរៀនផ្នែកច្បាប់នៅសាកលវិទ្យាល័យកាតូលិកមួយនាងជាក្មេងស្រីស្អាតសក់ពណ៌ទង់ដែងសុភាពរាបសាររៀនពូកែនិយាយភាសាបរទេសបានទៅដល់3 ទៅ 4 ភាសាហើយនឹងធ្លាប់រៀនរបាំបាលេថែមទៀតផងយើងដឹងហើយបាទរបាំបាលេគឺកូនអ្នកមានក៏ដូចជាខ្សែរាជវង្សគេចូលចិត្តរៀនអញ្ចឹងសូសាក៏មានឱកាសបានរៀនរបាំបាលេផងដែរប៉ុន្តែនៅពីក្រោយរូបភាពដ៏ល្អឥតខ្ចោះនេះជីវិតរបស់ស៊ូសានប្រៀបបីដូចជារស់នៅក្នុងទ្រុងមាសអញ្ចឹងពុកម្ដាយរបស់នាងជាមនុស្សតឹងរឹងណាស់ពួកគាត់គ្រប់គ្រងនិងកំណត់រាល់សកម្មភាពរបស់កូនហើយទៅណាធ្វើអីគឺគាត់រស់នៅដោយមានការគ្រប់គ្រងពីឪពុកម្ដាយតាមវិន័យរបស់អាល្លឺម៉ង់ភាពជាកូនស្រីស្ដាប់បង្គាប់របស់ស៊ូសានចាប់ផ្ដើមមានការប្រែប្រួលនិងមានសម្ពាធផ្លូវចិត្តកាន់តែខ្លាំងឡើងដោយសារតែនាងគ្មានសេរីភាពនៅក្នុងខ្លួនតតែសោះនៅរដូវក្តៅឆ្នាំ1999នៅក្នុងវ័យ16ឆ្នាំស៊ូសានបានចាប់ផ្ដើមទៅហាត់កីឡា Jiu-Jitsu ប្រេស៊ីល
នៅទីនោះហើយដែលនាងបានជួបនឹងស្គាល់បរិសសង្ហាក្នុងភ្នែករបស់នាងឈ្មោះថា Daniel Gravinus មិនយូរប៉ុន្មានពួកគេក៏បានស្រឡាញ់គ្នាហើយក្លាយជាសង្សារនឹងគ្នា Daniel គឺជារូបភាពមួយដែលផ្ទុយស្រឡះពី Susan គេជាមនុស្សដែលមកពីគ្រួសារវណ្ណៈកម្មកររស់នៅក្នុងតំបន់មិនសូវល្អទេហើយអត់មានការងារធ្វើពិតប្រាកដអត់រៀនមហាវិទ្យាល័យហើយអ្វីដែលអាក្រក់បំផុតហ្នឹងគឺគេប្រើប្រាស់កញ្ឆាឬក៏គ្រឿងញៀនហ្នឹងរាល់ថ្ងៃតែម្ដងប៉ុន្តែសម្រាប់ Susan Daniel គឺជានិមិត្តរូបនៃសេរីភាពគេគឺជាមនុស្សដែលនាំឲ្យនាងស្គាល់ពិភពលោកខាងក្រៅពិភពលោកដែលគ្មានច្បាប់ទម្លាប់តឹងរ៉ឹងរបស់ឪពុកម្ដាយនាងហើយគេនាំ Susan ទៅនេះទៅនោះហើយ Susan ក៏ចាប់ដើមងប់ងល់នឹង Daniel ខ្លាំងឡើងរួចដល់ពេលខ្លះគេគិតថានាងគោរព Daniel សឹងតែដូចជាព្រះចឹងទៅចឹងដំបូងឡើយឪពុកម្ដាយរបស់ Susan មិនបានហាមឃាត់ទំនាក់ទំនងនេះទេព្រោះគាត់ថាវាគ្រាន់តែជាស្នេហាយុវវ័យចឹងទៅមកផ្លេតក៏វាបានចប់ហើយប៉ុន្តែយូរទៅគាត់ក៏បានដឹងពីប្រវត្តិក៏ដូចជាចរិតលក្ខណៈរបស់ Daniel ចឹងគាត់បានផ្លាស់ប្ដូរគំនិតហើយបានចាប់ផ្ដើមដាក់សម្ពាធយ៉ាងខ្លាំងឲ្យ Susan ដោយឲ្យនាងកាត់ផ្ដាច់ទំនាក់ទំនងមួយនេះពួកគេបានប្រើវិធីគ្រប់គ្រងហិរញ្ញវត្ថុដោយគម្រាមថាប្រសិនបើអត់ព្រមដាច់ចេញពី Daniel ឬក៏បែកពី Daniel ទេនាងនឹងត្រូវបានកាត់បន្ថយប្រាក់ប្រចាំថ្ងៃក៏ដូចជាប្រាក់ឧបត្ថម្ភផ្សេងចឹងទៅដកហូតឡានដកហូតទ្រព្យសម្បត្តិដែលពុកម្ដាយនាងឲ្យនាងអញ្ចឹងបើនាងចង់តាក់ទងជាមួយនឹង Daniel នឹងជួបរឿងបែបដូច្នោះហើយចឹងធ្វើអាការមួយនេះដែលធ្វើឲ្យ Susan ហ្នឹងមានអារម្មណ៍អត់ស្រួលទេហើយក៏មានអារម្មណ៍កាន់តែរងសម្ពាធថែមទៀតពីឪពុកម្ដាយដោយហាម5នាងមិនឲ្យមានស្នេហាតាក់ទងជាមួយនឹងស្នេហាជាមួយនឹងមនុស្សដែលនាងស្រឡាញ់នៅឆ្នាំ2002ខែកក្កដាឪពុកម្ដាយរបស់ Susan បានធ្វើដំណើរទៅកាន់បរទេសដើម្បីនឹងលំហែកំសាន្តអារម្មណ៍អីចឹងទៅដោយសារតែផ្ទះទំនេរ Susan បានលួចនាំ Daniel ឲ្យមករស់នៅក្នុងផ្ទះវីឡាជាមួយនឹងនាងអស់រយៈពេល1ខែពេញយ៉ាងសប្បាយរីករាយចឹងនៅពេលដែលឪពុកម្ដាយរបស់នាងត្រឡប់មកវិញ Susan ហ៊ានដល់ថ្នាក់សុំឲ្យឪពុកម្ដាយនឹងទិញផ្ទះឬក៏ទិញ apartment មួយឲ្យនាងដើម្បីឲ្យនាងអាចទៅរស់នៅជាមួយនឹង Daniel បានប៉ុន្តែឪពុកម្ដាយរបស់នាងបានបដិសេធយ៉ាងដាច់អហង្ការរួចនិយាយពាក្យមួយឃ្លាថាឯងអាចធ្វើអ្វីតាមចិត្តរបស់ឯងចង់បានប៉ុន្តែលុះត្រាតែឯងចេះរលួយដល់ខ្លួនឯងបើសិនជាឯងចង់ធ្វើតាមចិត្តរបស់ខ្លួនឯងចង់តាក់ទងមនុស្សណាតាមចិត្តរបស់ខ្លួនឯងត្រូវចេះរលួយដល់ខ្លួនឯងរកស៊ីខ្លួនឯងហើយប្រកបជីវិតដោយខ្លួនឯងអញ្ចឹងពាក្យមួយម៉ាត់នេះហើយដែលធ្វើឲ្យ Susan ចាប់ផ្ដើមមានគំនិតបែកបដោយគឺធ្វើឲ្យ Susan នឹងប្រើជាខ្មៅងងឹតនាងចាប់ផ្ដើមគិតឃើញផែនការអាក្រក់ជាច្រើនហើយនាងបានគិតគំនិតអាក្រក់មួយប្រសិនបើឪពុកម្ដាយរបស់នាងស្លាប់ទៅនាងនឹងក្លាយជាអ្នកស្នងមរតកអញ្ចឹងទ្រព្យសម្បត្តិរាប់លានដុល្លារនឹងក្លាយជារបស់នាងហើយនាងក៏មានសេរីភាពរស់នៅជាមួយនឹងមនុស្សដែលនាងស្រឡាញ់ដោយមិនចាំបាច់ហត់នឹងការងារឬក៏ហត់នឹងជីវិតរស់នៅបែបនេះឡើយចឹងដើម្បីអនុវត្តផែនការ Daniel បានអូសទាញបងប្រុសបង្កើតរបស់គេម្នាក់ទៀតអាយុ26ឆ្នាំឈ្មោះថា Christian ឲ្យចូលរួមដែរដោយសន្យាថានឹងបែងចែកលុយកាក់ដែលប្លន់បាននឹងឲ្យទៅបងប្រុសផងដែរចឹងពួកគេទាំង3នាក់ក៏បានរៀបចំផែនការយ៉ាងម៉ត់ចត់ដើម្បីធ្វើការប្លន់និងសកម្មភាពមួយនេះផងដែរនៅថ្ងៃទី31ខែតុលាឆ្នាំ2002ផែនការក៏បានចាប់ផ្ដើម Susan បានដុបប្អូនប្រុសបង្កើតរបស់នាងគឺ Andre ដែលទើបតែមានអាយុ15ឆ្នាំទៅទុកចោលនៅហាងអ៊ីនធឺណិតមួយដើម្បីឲ្យលេងហ្គេមហាងកាហ្វេអ៊ីនធឺណិតអញ្ចឹងណាមួយកន្លែងដែលដោយប្រាប់ថាឲ្យទៅលេងហ្គេមមួយមិត្តភ័ក្តិទៅហើយមិនឆាប់មកពេកទេចាំយប់បន្តិចចាំមកអញ្ចឹងនេះគឺជាល្បិចដែលនាំឲ្យបងប្រុសចេញទៅដើម្បីបង្វៀងដានអីចឹងណាបន្ទាប់មក Susan ក៏បានបើករថយន្តទៅទទួល Daniel និង Christian សម្ដៅទៅផ្ទះវីឡារបស់នាង
មុនពេលឈៀងជើងចូលផ្ទះស៊ូហ្សានបានបិទប្រព័ន្ធប្រកាសអាសន្នប្រឆាំងការលួចនិងការបិទប្រព័ន្ធកាមេរ៉ាហើយបិទភ្លើងក៏ដូចជាបិទប្រព័ន្ធចាប់ចោលអញ្ចឹងនៅក្នុងផ្ទះទាំងអស់អញ្ចឹងហើយនាងបានបើកភ្លើងឲ្យភ្លឺនៅក្នុងផ្ទះដើម្បីឲ្យពួកពីរអ្នកបងប្អូនប្រុសគេហ្នឹងគឺដានីយ៉ែលនិងគ្រីស្ទៀនហ្នឹងចូលទៅធ្វើសកម្មភាពបានយ៉ាងស្រួលអញ្ចឹងស៊ូហ្សានជាអ្នកដែលដើរឡើងទៅលើផ្ទះមុនគេហើយនាងដើរទៅបើកភ្លើងនៅតាមច្រកដើរហើយលួចមើលឪពុកម្ដាយលួចចូលទៅក្នុងបន្ទប់ឪពុកម្ដាយលួចមើលថាតើឪពុកម្ដាយបានគេងហើយនៅអញ្ចឹងដើម្បីឲ្យប្រកាសថាឪពុកម្ដាយរបស់នាងគេងលក់យ៉ាងស្របស្កល់អញ្ចឹងបានដឹងហើយនាងក៏បានដើរចុះមកវិញហើយអង្គុយចាំនៅលើសាឡុងនៅក្នុងបន្ទប់ទទួលភ្ញៀវយ៉ាងស្ងប់ស្ងាត់បន្ទាប់ពីទទួលសញ្ញាពីស៊ូហ្សានដានីយ៉ែលនិងគ្រីស្ទៀនបានចាប់ដំបងដែកដើរឡើងទៅលើផ្ទះសម្ដៅទៅបន្ទប់គេងរបស់លោកម៉ាន់ហ្វ្រេតនិងអ្នកស្រីម៉ារីសានឹងឯងអញ្ចឹងពួកគេក៏បានប្រើដំបងដែកវាយសំពងទៅលើក្បាលនិងមុខរបស់ប្តីប្រពន្ធទាំងពីរនាក់យ៉ាងសាហាវឃោឃៅប៉ុន្តែជនរងគ្រោះមិនបានស្លាប់ភ្លាមៗនោះទេទោះបីជាមានការប៉ះទង្គិចក្បាលខ្លាំងក៏ដោយប៉ុន្តែពួកគេអាចបានស្លាប់ភ្លាមទេពួកគេនៅតែបន្តបន្លឺសំឡេងស្រែកដោយការឈឺចាប់ចឹងទៅអញ្ចឹងដើម្បីបញ្ចប់ជីវិតពួកគេដានីយ៉ែលបានចូលទៅក្នុងបន្ទប់ទឹកយកកន្សែងជ្រលក់ទឹកទឹកចំនួន2មកខ្ទប់មាត់របស់ពួកគេហើយក្នុងគោលបំណងឲ្យកុំឲ្យឮសំឡេងចេញមកក្រៅប៉ុន្តែវានៅតែអត់ទាន់អីខ្យល់អញ្ចឹងគេក៏បានរត់ទៅផ្ទះបាយហើយយកទឹកមកធុងហ្នឹងមកចាក់ចូលក្នុងមាត់ដែលវិធីនេះឯងធ្វើឲ្យលោកម៉ាន់ហ្វ្រេតដែលជាឪពុកហ្នឹងក៏បានស្លាប់បានសម្រេចប៉ុន្តែនៅពេលនោះអ្នកស្រីម៉ារីសាជាម្ដាយដែលមានដង្ហើមនៅឡើយហ្នឹងពួកគេក៏បានយកថង់ប្លាស្ទិកហ្នឹងយកមកក្តោបមុខហើយផ្ដាច់ដង្ហើមអញ្ចឹងម្ដាយរបស់ស៊ូហ្សានហ្នឹងក៏បានស្លាប់ដោយសារតែយកថង់ទៅគ្របចិត្តមុខហើយតបមកចាប់អត់មានខ្យល់ចេញចូលហើយច្បាច់ច្រមុះទៀតអញ្ចឹងក៏បានស្លាប់អញ្ចឹងទៅហើយរហូតដល់ពួកគេបានស្លាប់ទាំងអស់ទៅប៉ុន្តែស៊ូហ្សានគឺគាត់កាន់តែព្រៃផ្សៃគឺគាត់អត់ខ្វល់ទេគឺគាត់អង្គុយចាំស្ដាប់សំឡេងឪពុកម្ដាយស្លាប់ដោយមានអារម្មណ៍រីករាយតែម្ដងអញ្ចឹងតទៅពួកគេបានធ្វើសកម្មភាពសម្លាប់ដោយគ្មានចិត្តអាណិតអាសូរហើយពួកគេក៏បានឡើងស៊ូហ្សានហ្នឹងក៏បានឡើងទៅលើផ្ទះហើយដើរឡើងមកលើផ្ទះចូលទៅក្នុងបន្ទប់គេងដើម្បីពិនិត្យមើលថាសពឪពុកម្ដាយហ្នឹងបានស្លាប់ហើយនៅហើយប្រកាសតែច្បាស់ថាបានស្លាប់ហើយបន្ទាប់មកពួកគេទាំង3នាក់ក៏បានចាប់ផ្ដើមដំណាក់កាលទី2គឺរៀបចំកន្លែងកាត់ហេតុឲ្យមើលទៅដូចជាមានចោរប្លន់មកកោះផ្ទះហើយពួកគេបានប្រមូលលុយទាំងអស់ដែលរកឃើញនៅក្នុងផ្ទះហើយមានទាំងប្រាក់ដុល្លារប្រាក់អឺរ៉ូហើយនិងមាសពេជ្រអីចឹងទៅរួចហើយពួកគេក៏បានបាចក្រដាសបាយអាកដាសអីធ្វើឲ្យរាយផ្ទះអីចឹងណាបង្កើតឲ្យវាមានភាពញ៉ៃញ៉ៃទៅមើលទៅដូចជាឆាកល្ខោនមួយដែលធ្វើឲ្យគេហ្នឹងសង្ស័យថាអូវានេះគឺជាអំពើឃាតកម្មដោយប្លន់មែនប្លន់សម្លាប់មែនប៉ុន្តែពួកគេបានធ្វើប្រហែសដោយពួកគេទុកបន្សល់ផុសតាងជាច្រើននៅកន្លែងកើតហេតុដូចជាដោយសារតែពួកគេមិនមែនជាឃាតករដែលអាជីពទេអញ្ចឹងហើយពួកគេបន្សល់ទុកផុសតាងជាច្រើនដែលប៉ូលីសនៅសម័យទំនើបនេះគឺអាចរកបានយ៉ាងងាយពួកគេរសល់ទុកផុសតាងជាច្រើនដូចជាទូរស័ព្ទឬក៏ស្នាមដៃក៏ដូចជាកំភ្លើងអីនៅក្នុងបន្ទប់ហ្នឹងទៅដោយសារតែពួកគេអត់យល់ពីអ្វីដែលប៉ូលីសធ្វើការទេអញ្ចឹងវាសល់ផុសតាងច្រើនក្រោយពីបញ្ចប់ការងាររបស់ពួកគេបានចេញពីផ្ទះដើម្បីបង្កើតលេសដោះសារថាមិនដឹងរឿងអញ្ចឹងណាស៊ូហ្សាននិងដានីយ៉ែលបាននាំគ្នាទៅកក់បន្ទប់សន្តាគារហើយក៏បានរស់នៅយ៉ាងក្តីសុខនៅក្នុងសន្តាគារអញ្ចឹងទៅហើយបន្ទាប់ពីនោះមកគ្រីស្ទៀនក៏បានយកលុយខ្លះរបស់គាត់ហ្នឹងទៅហាងប្រភេទហាង24ម៉ោងអីដូចយើងសេរីមុនណាហាងប្រទេសចៅដែលបើកនៅខ្មែរយើងពីមុនដូចជា24ម៉ោងអញ្ចឹងណាគឺក៏បានចូលហាងអញ្ចឹងហើយពួកគេគ្រីស្ទៀនហ្នឹងអង្គុយញ៉ាំអាហារនៅក្នុងហាងគឺដូចអត់ដឹងរឿងអីអញ្ចឹងទៅ
ចឹងរហូតដល់ម៉ោង3 ព្រឹកពួកគេបានចេញពីសន្តាគារស៊ូសានក៏បានបើករថយន្តទៅទទួលប្អូនប្រុសអនត្រេហ្នឹងពីហាងអ៊ីនធឺណិតរួចត្រឡប់មកផ្ទះវិញជាមួយគ្នាពេលមកដល់ផ្ទះស៊ូសាននិងប្អូនប្រុសបានឃើញហេតុការណ៍ស៊ូសានធ្វើពុតជាទើបតែឃើញបាត់ល្មើសអញ្ចឹងណាក៏បានហៅទៅប៉ូលីសខលទៅប៉ូលីសទាំងកណ្ដាលយប់អញ្ចឹងទៅបន្ទាប់ពីប៉ូលីសមកដល់គឺអ្នកក្រុមស៊ើបអង្កេតបានចុះមកពិនិត្យកន្លែងកើតហេតុហើយក៏មានការសង្ស័យភ្លាមថានេះមិនមែនជាករណីប្លន់ធម្មតាឡើយពួកគេគិតថាជាទង្វើមនុស្សនៅក្នុងផ្ទះឬក៏នរណាម្នាក់ដែលស្គាល់ជនរងគ្រោះច្បាស់ពីព្រោះអីប្រព័ន្ធភ្លើងប្រព័ន្ធកាមេរ៉ាសុវត្ថិភាពក៏ដូចជាប្រព័ន្ធដែលគេចាប់ alert ពេលដែលមានបញ្ហាអីចឹងណាប៉ុន្តែប្រព័ន្ធហ្នឹងត្រូវបានបិទប្រហែលនាទីមុនពេលមានរឿងកាត់ហេតុអញ្ចឹងមានន័យថាអ្នកនោះគឺស្គាល់អ្វីនៅក្នុងផ្ទះនឹងច្បាស់ណាស់អញ្ចឹងប៉ូលីសដឹងថារឿងនេះមិនមែនជារឿងដែលធម្មតាទេមិនមែនជាការប្លន់មកពីខាងក្រៅប្រហែលជាការប្លន់ឬក៏ការសម្លាប់ដោយមនុស្សនៅក្នុងផ្ទះឬក៏មនុស្សដែលធ្លាប់មកផ្ទះឬក៏ស្គាល់ផ្ទះនឹងច្បាស់ដោយសារតែពួកគេអត់មានបច្ចេកទេសអញ្ចឹងกระดาษស្នាមដែលគេបែកទុកធ្វើដូចជាញ៉ៃហ្នឹងក៏ប៉ូលីសដឹងថាវាមិនមែនជាការកកាយមានស្នាមកកាយអីទេវាដូចជាការរៀបចំទុកមុនអញ្ចឹងទៅមើលទៅដូចជានៅกระดาษអីអញ្ចឹងវានៅត្រង់ភ្លឹងអញ្ចឹងបើសិនជាកកាយវាមានស្នាមមានអីអញ្ចឹងណាតែដោយសារតែពួកគេជាការរៀបចំអញ្ចឹងប៉ូលីសដឹងថារឿងនេះមិនមែនជារឿងធម្មតាទេអ្វីដែលធ្វើឲ្យប៉ូលីសមានការសង្ស័យបំផុតគឺអាកប្បកិរិយារបស់ស៊ូសាននឹងមកអញ្ចឹងថ្ងៃបន្ទាប់ពីឪពុកម្ដាយត្រូវស្លាប់ទាំងហើយពួកគេបានឃើញស៊ូសាននិងដានីយ៉ែលអត់មានខ្វាយខ្វល់ទេទៅលេងទឹកនៅក្នុងអាងផ្ទះយ៉ាងរំភើយហើយមានក្តីសុខហើយរដ្ឋហូចិត្តទៀតនោះគឺប៉ុន្មានម៉ោងពេលដែលគេធ្វើបន់សពឪពុកម្ដាយត្រឹមតែ 2-3 ម៉ោងបន្ទាប់ពី 3-4 ម៉ោងហើយស៊ូសានធ្វើកម្មវិធីខូកាណាតរបស់ខ្លួនឯងពីព្រោះនាងគ្រប់អាយុ19 ឆ្នាំមកចំថ្ងៃខូកាណាតហ្នឹងគេសម្លាប់ឪពុកម្ដាយរបស់គេហើយធ្វើបុណ្យនៅថ្ងៃខូកាណាតគេហ្នឹងអញ្ចឹងគេអត់ខ្វល់ទេគេធ្វើកម្មវិធីជប់លៀងខូកាណាតគេហៅមិត្តភ័ក្តិមិត្តអីមកគឺខូកាណាតរបស់ខ្លួនឯងធ្វើបង្ងើយតែម្ដងអញ្ចឹងប៉ូលីសក៏បានដឹងថាមានរឿងដែលគួរឲ្យសង្ស័យមែនទែនអញ្ចឹងគេក៏បានស៊ើបអង្កេតទៅលើស៊ូសាននិងសង្សាររបស់ស៊ូសានយ៉ាងម៉ត់ចត់ហើយដំណើរចុងក្រោយដែលឈានទៅដល់ការចាប់ខ្លួនគឺបានលេចឡើងតាមរយៈគ្រីស្ទៀនបងប្រុសរបស់ដាញ៉ែហ្នឹងបន្ទាប់ពីកាត់ហេតុសម្រាប់មនុស្សបានប្រហែលថ្ងៃគេបានឃើញថាគ្រីស្ទៀនហ្នឹងចាយលុយច្រើនមែនទែនលុយទិញម៉ូតូថ្លៃម៉ូតូទំនើបអញ្ចឹងណាព្រោះអីគ្រីស្ទៀនហើយនឹងដាញ៉ែហ្នឹងវាដូចជាអត់មានការងារអីច្បាស់លាស់ដែលមានលុយច្រើនអញ្ចឹងទេប៉ុន្តែស្រាប់តែមានលុយច្រើនហើយគេស្គាល់គ្រីស្ទៀនពីព្រោះគ្រីស្ទៀនគឺជាបងប្រុសរបស់ដាញ៉ែលគេស៊ើបអង្កេតទៅវាជាប់ជាកោមអញ្ចឹងទៅហើយជាពិសេសគ្រីស្ទៀនបានយកលុយសុទ្ធតែកដាស់$100អាមេរិកជាច្រើនសន្លឹកដើម្បីទៅទិញម៉ូតូថ្មីហើយចាយលុយអញ្ចឹងទៅអញ្ចឹងធ្វើឲ្យប៉ូលីសសង្ស័យហើយឈានទៅដល់ការចាប់ខ្លួនពួកគេទាំង3នាក់នៅថ្ងៃទី9 ខែវិច្ឆិកាឆ្នាំ2002ត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះគេបានចាប់ខ្លួនពួកគេទាំង3នាក់ហើយពេលប៉ូលីសសាកសួរស៊ូសានមានន័យថាស៊ូសានគាត់ភ័យច្រើនអញ្ចឹងគេក៏ចាប់ដើមចាប់កំហុសស៊ូសានបានហើយចម្លើយទាំងអស់ក៏បានសារភាពអញ្ចឹងសំណុំរឿងនេះក៏បានក្លាយជាប្រធានបទដ៏ក្តៅគគុកនិងបានឆក់ការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយទូទាំងប្រទេសប្រេស៊ីលមនុស្សគ្រប់គ្នាមានការភ្ញាក់ផ្អើលនិងហួសចិត្តជាខ្លាំងព្រោះខណៈដែលបងប្អូនទឹកប្រុសតកូលក្រាវីណូដូចជាដាញ៉ែលនិងគ្រីស្ទៀនគេយល់បានថាពួកហ្នឹងគាត់ប្រើប្រាស់ថ្នាំញៀនហើយពួកហ្នឹងអត់មានការងារហើយរស់នៅក្នុងគ្រួសារក៏ដូចជាសង្គមបរិបទជុំវិញរបស់ខ្លួនគេហ្នឹងអត់សូវល្អពីព្រោះពោពេញដោយក្នុងតំបន់នៃគេរស់ហ្នឹងមិនសូវល្អការធ្វើជាឃាតករការប្លន់អីហ្នឹងវាជារឿងដែលអាចទៅរួចដែល
គេអាចយល់បានប៉ុន្តែសម្រាប់ស៊ូសានគឺជាក្មេងស្រីដែលគេគិតថាជាប្រនាងដែលល្អឥតខ្ចោះរស់នៅក្នុងតកូលល្អការអប់រំល្អរៀនបានខ្ពង់ខ្ពស់រៀនផ្នែកច្បាប់ផងដែរហើយជាមនុស្សស្រីដែលសុភាពរាបសារជាកូនដែលមើលទៅដូចជាទេពធីតាសម្រាប់មនុស្សខ្លះហ្នឹងណាមនុស្សជាច្រើនមិនមែនមនុស្សខ្លះទេមនុស្សជាច្រើនគាត់ថាគឺជាមនុស្សស្រីល្អខ្លាំងមែនទេប៉ុន្តែស៊ូសានមិនក៏មានគំនិតអាក្រក់ជាងបងប្រុស2នាក់នោះទៀតពីព្រោះ2នាក់នោះអត់បានមានគំនិតថានឹងសម្លាប់ឪពុកម្ដាយរបស់ខ្លួនប៉ុន្តែស៊ូសានដែលជាមនុស្សល្អហ្នឹងណាបែរជាមានគំនិតសម្លាប់ឪពុកម្ដាយរបស់ខ្លួនអង្គុយស្ដាប់សំឡេងដែលគេធ្វើបាបឪពុកម្ដាយរបស់ខ្លួនបានយ៉ាងរីករាយទៅវិញអានេះជារឿងដែលធ្វើឲ្យគេហួសចិត្តហើយគេចាប់អារម្មណ៍ខ្លាំងមែនទែនអញ្ចឹងរឿងរ៉ាវវារត់តែល្បីខ្លាំងឡើងនៅពេលដែលកិច្ចសម្ភាសនៅក្នុងទៅតាមទូរទស្សន៍ជាមួយនឹងស៊ូសានត្រូវបានចាក់ផ្សាយមុនពេលដែលកិច្ចសម្ភាសមុននឹងគេធ្វើកិច្ចសម្ភាសហ្នឹងគេដាក់កាមេរ៉ាហើយគេបានថតសកម្មភាពរបស់មេធាវីរបស់ស៊ូសានមេធាវីគេបានបែកធ្លាយវីដេអូអំពីមេធាវីរបស់ស៊ូសានបង្គាប់ឲ្យស៊ូសានហ្នឹងធ្វើជាយំធ្វើជាកំសត់អីខ្លះអញ្ចឹងដើម្បីឲ្យប្រជាជនឬក៏អ្នកខ្លះទៀតហ្នឹងគេចាប់ផ្ដើមអាណិតអាសូរអញ្ចឹងទៅមានអ្នកខ្លះគឺអាណិតអាសូរដល់ស៊ូសានមែនពីព្រោះគេគិតថាស៊ូសានខូចមិនមែនដោយសារតែស៊ូសានជាមនុស្សតែចិត្តត្រជាក់ឈាមត្រជាក់អញ្ចឹងទេដោយសារតែគាត់នឹងតាក់ទងមនុស្សអត់ល្អមនុស្សដូចជាដាញ៉ានិងគ្រីស្ទៀនហើយពួកគេនាំឲ្យស៊ូសាននឹងទៅជាមនុស្សខូចប៉ុន្តែពេលដែលគេឃើញវីដេអូដែលមេធាវីនឹងបង្គាប់ឲ្យស៊ូសានធ្វើជាយំឲ្យបណ្ដាជនអាណិតហ្នឹងគេបានឃើញវីដេអូហ្នឹងហើយគឺគេមានអារម្មណ៍ថាក្តៅក្រហាយហើយខឹងស៊ូសានខ្លាំងឡើងអញ្ចឹងទៅដោយសារតែកន្លងមកគេឃើញជាស៊ូសាននឹងធ្វើជាយំហើយបានចោទថាខ្ញុំអត់ដឹងរឿងអីទេខ្ញុំមិនអាចនឹងឲ្យគេសម្លាប់ឪពុកម្ដាយខ្ញុំទេព្រោះខ្ញុំជាមនុស្សល្អអញ្ចឹងទៅព្រោះដាញ៉ែលហ្នឹងកំហុសគ្រប់យ៉ាងមកពីដាញ៉ែលដោយសារតែខ្ញុំស្រឡាញ់ដាញ៉ែលខ្លាំងពេកខ្ញុំគោរពដាញ៉ែលខ្លាំងពេកដូច្នេះដាញ៉ែលឲ្យខ្ញុំធ្វើអីក៏ខ្ញុំធ្វើតាមដែរអញ្ចឹងប្រជាជនចាប់ដើមខឹងទៅស៊ូសានខ្លាំងមែនទែននៅខែកក្កដាឆ្នាំ2006 74ឆ្នាំបន្ទាប់ពីឃាតកម្មស៊ូសានដាញ៉ែលនិងគ្រីស្ទៀនត្រូវបានគេនាំខ្លួនឡើងតុលាការហើយកាត់ក្តីនៅទីក្រុងសាវប៉ូឡូពីបទឃាតកម្មគិតទុកជាមុននៅក្នុងសវនាការយុទ្ធសាស្ត្រការពារខ្លួនរបស់ពួកគេគឺទម្លាក់កំហុសឲ្យគ្នាទៅវិញទៅមកស៊ូសានបានព្យាយាមយំហើយទម្លាក់កំហុសហ្នឹងទៅដល់ដាញ៉ែលហើយអះអាងដូចតែនិយាយចឹងគឺអះអាងថាដាញ៉ែលហ្នឹងបង្ខំខ្លួនពីព្រោះខ្លួនជាមនុស្សត្រឹមត្រូវទេតែដោយសារតែតាក់ទងមួយដាញ៉ែលជាមនុស្សអាក្រក់អញ្ចឹងទៅក៏ខ្លួនឯងតាមដាញ៉ែលណាមួយដោយសារតែក្តីស្រឡាញ់ស្មោះត្រង់ដាញ៉ែលប្រជាធ្វើអីក៏អត់មានចិត្តប្រកែកទេដោយសារស្រឡាញ់អញ្ចឹងធ្វើតាមដាញ៉ែលរហូតប៉ុន្តែដាញ៉ែលហើយនឹងគ្រីស្ទៀនបានប្រកែកថាអត់មែនទេរឿងទាំងអស់ហ្នឹងកើតឡើងដោយសារតែស៊ូសានខ្លួនឯងចឹងអូសានធ្លាប់បានត្រូវឪពុកបិទសិទ្ធហើយថែមទៀតស៊ូសានបាននិយាយថាខ្លួនឯងមានរឿងអញ្ចឹងកើតឡើងទី1ស្រឡាញ់សង្សារទី2ធ្វើតាមសង្សារអត់ហ៊ានទេដោយសារតែគោរពសង្សារហើយទី1ទៀតដោយសារតែនាងរស់នៅក្នុងសង្គមគ្រួសារដែលបង្ខិតបង្ខំនាងពេកហើយទី3នាងចោទថាឪពុកនឹងគឺជាមនុស្សអាក្រក់ឪពុកនឹងធ្លាប់បានផឹកស្រាស្រវឹងវាយនាងហើយក៏រំលោភនាងផងដែរប៉ុន្តែប្អូនប្រុសរបស់ស៊ូសានដែលមានអាយុតែទើបតែ10ប្រហែលឆ្នាំហ្នឹងគឺបានឡើងធ្វើជាសាក្សីសម្រាប់ឪពុកថាឪពុករបស់នាងគឺជាមនុស្សត្រឹមត្រូវអត់ដែលមានរឿងផឹកស្រាស្រវឹងធ្វើបែបគ្រួសារទេហើយក៏មិនដែលទៅធ្វើរឿងអាក្រក់បែបហ្នឹងដែរអញ្ចឹងបន្ទាប់ពីប្អូនធ្វើសាក្សីអញ្ចឹងក៏បានចប់រឿងដែល
ស៊ូសានចាប់ប្រកាន់ឪពុកម្ដាយអីចឹងទៅបន្ទាប់ពីគ្រីស្ទៀនហើយនឹងដាញ៉ែលគឺដោយសារតែបានចោទទៅលើស៊ូសានថាស៊ូសានគឺជាអ្នកផ្ដើមគំនិតទាំងអស់ដោយសារតែស៊ូសានហ្នឹងចង់បានលុយចង់បានទ្រព្យសម្បត្តិចឹងទៅក៏គំនិតទាំងអស់ហ្នឹងគឺចាប់ផ្ដើមចេញពីស៊ូសានទាំងអស់ចឹងខាងតំណាងអัยការឬក៏ព្រះរាជអាជ្ញាហ្នឹងក៏បានសន្និដ្ឋានយ៉ាងច្បាស់ថាស៊ូសានគឺជារូបភាពតំណាងនៃស្រីសក់ទងដែនដ៏កំណាចនិងជាមេគំនិតចាប់ផ្ដើមរឿងទាំងអស់ក្រោយបទក្រិតកម្មនេះគឺស៊ូសានគឺជាអ្នកផ្ដើមគំនិតទាំងអស់មូលហេតុពិតប្រាកដមិនមែនងប់ងល់ដោយសារតែស្នេហាទេប៉ុន្តែគឺជារឿងលួចកាក់ឲ្យនាងលោភលន់ចង់បានទ្រព្យសម្បត្តិនាងរៀនខ្ពស់មែនប៉ុន្តែនាងអត់ចង់ធ្វើការរស់ស៊ីទេនាងចង់រស់នៅក្នុងជីវិតសុខស្រួលស្រាប់ចឹងទៅចឹងដោយសារតែចង់បានលុយចាយវាក៏ដូចជាធ្វើតាមចិត្តរបស់ខ្លួនឯងដោយមិនចាំបាច់ហត់នឿយនាងក៏សម្រេចចិត្តធ្វើបែបដូចនេះនៅថ្ងៃទី22ខែកក្កដាឆ្នាំ2006តុលាការបានសម្រេចសាលក្រមជាផ្លូវការ Susan von Richthofen ត្រូវបានកាត់ជាប់ទោសឲ្យជាប់គុកជាប់ពន្ធនាគាររយៈពេល40ឆ្នាំ40ឆ្នាំសម្រាប់សម្លាប់មនុស្ស2នាក់ខ្ញុំគិតថាច្បាប់នេះគឺថយមែនទេច្បាប់នេះគឺទាបមែនទេអត់ក្នុងស្រុកខ្មែរទៀតដែលញ៉ែលដែលជាសង្តាទទួលបានទោសជាប់ពន្ធនាគារ40ឆ្នាំដូចគ្នាហើយចំណែកឯបងប្រុសរបស់គេគឺគ្រីស្ទៀនត្រូវបានកាត់ទោស38ឆ្នាំដោយសារតែគ្រីស្ទៀនគឺជាអ្នករួមគំនិតហើយគ្រីស្ទៀនក៏ជាអ្នកដែលសារភាពច្រើនជាងគេអញ្ចឹងគេបន្ថយទោស2ឆ្នាំអញ្ចឹងទៅក្រោយពីជាប់ពន្ធនាគារស៊ូសានបានព្យាយាមប្តឹងឧទ្ធរណ៍ដោយសុំជាប់ក្រៅឃុំមានន័យថាប្តឹងទៅហើយជាប់ខ្លួនឯងអាចទៅឃុំនៅផ្ទះជាប់គុកនៅផ្ទះអញ្ចឹងណាអញ្ចឹងបន្ទាប់ពីប្តឹងរយៈពេល1ឆ្នាំហើយ1ឆ្នាំទៀតគឺអត់បានជាប់ទេគឺតុលាការសម្រេចថានាងត្រូវតែជាប់គុកទូទៅដូចជាគេជាឯងគឺនាងបានទទួលទោសយ៉ាងធ្ងន់ធ្ងរបែបដូច្នោះឯងហើយនៅក្នុងឆ្នាំ2011ប្អូនប្រុសរបស់នាងប្អូនប្រុសឈ្មោះថាអនដ្រេហ្នឹងក៏បានប្តឹងទៅកាន់បងស្រីថែមទៀតដោយប្តឹងយកពីលេសនៃសន្តិការសម្លាប់នេះប្តឹងបងស្រីកាត់ឈ្មោះចេញពីបណ្ដាំមរតកហើយផ្ដាច់ឈ្មោះនឹងជាពីសភៅគ្រួសារហើយប្តឹងយកប្រាក់សំណងដែលធានារ៉ាប់រងដែលបានប្រកល់ឲ្យស៊ូសានបន្ទាប់ពីឪពុកម្ដាយស្លាប់ចឹងទៅហើយបងប្អូនរបស់នាងអនដ្រេសបានឈ្នះក្តីហើយប៉ុន្តែទោះបីជាគាត់ឈ្នះក្តីក៏ដោយគាត់រស់នៅក្នុងផ្ទះដ៏ធំមានលុយមានអីក៏ដោយប៉ុន្តែផ្លូវចិត្តរបស់គាត់មានបញ្ហាដោយសារតែមួយគ្រួសារគឺបាត់បង់នៅតែគាត់ម្នាក់ឯងជាងសំណុំរឿងរបស់ Susan von Richthofen មិនមែនជាគ្រាន់តែជាឧក្រិដ្ឋកម្មធម្មតាមួយនោះទេប៉ុន្តែជាមេរៀនចិត្តសាស្ត្រដ៏ធំមួយដែលបង្ហាញយើងថាទ្រព្យសម្បត្តិរាប់លានដុល្លារនិងការអប់រំខ្ពង់ខ្ពស់វាមិនមែនជាវត្ថុដែលធានាថាមនុស្សនឹងមានចិត្តធម៌ឬគុណធម៌នៅឡើយប្រសិនបើគំនិតត្រូវបានគ្រប់បណ្ដប់ដោយភាពលោភលន់និងការចង់បានសេរីភាពខុសគំនុំធម៌ទ្រព្យសម្បត្តិមិនថាអ្នកឯងមានប៉ុណ្ណាក៏ដោយឬក៏អ្នករៀនបានខ្ពង់ខ្ពស់ប៉ុណ្ណាក៏ដោយប្រសិនបើចិត្តលោភលន់ឬក៏គំនិតអាក្រក់ជាពិសេសការលោភលន់ហ្នឹងនៅក្នុងខ្លួនរបស់យើងហើយគឺมันគ្រប់គ្រាន់มันស្កប់ស្កល់ទេចង់បាននេះចង់បាននោះថែមទៀតប្រសិនបើយើងកាត់ជាកូនអ្នកមានយើងសម័យណាបើយើងកាត់ជាកូនអ្នកមានដូចជាស៊ូសានគ្រាន់តែឲ្យញ៉ាំគ្រប់គ្រាន់សុំអីប៉ាឲ្យប៉ុណ្ណឹងហើយគ្រាន់តែធ្វើតាមបង្គាប់ប៉ារៀនតាមប៉ាក៏អាចមានការងារធ្វើខ្ពង់ខ្ពស់ដែរអញ្ចឹងយើងអត់ចាំបាច់ត្រូវខ្វាយខ្វល់ប៉ុន្តែមនុស្សយើងមានអាភាពលោភលន់នៅក្នុងខ្លួនហើយគឺมันអាចទោះបីมันអាចថាមនុស្សมันអាចស្កប់ស្កល់យើងឃើញថាអ្នកមានហើយប៉ុន្តែនៅតែធ្វើអាក្រក់ថែមទៀតពុករលួយលៀងលួយខ្មៅធ្វើនេះធ្វើនោះ
ពីព្រោះពួកគាត់មានភាពលោភលន់នោះនៅក្នុងខ្លួនហើយធ្វើអាក្រក់ហើយទៅធ្វើបន់សួរតែបន់នោះជួយបានទេអត់បានទេពីព្រោះគាត់ធ្វើអាក្រក់ទោះបីជាធ្វើបន់ប៉ុណ្ណាក៏ដោយបន់មិនអាចជួយបានទេអញ្ចឹងតើអ្នកទាំងអស់គ្នាយល់ឃើញណាចំពោះរឿងរ៉ាវមួយនេះតើស៊ូសានពិតជាជនរងគ្រោះនៃសម្ពាធដោយសារតែមានសម្ពាធគ្រួសារឬក៏នាងជាជនរងគ្រោះដែលត្រូវបានដានីយ៉ែលបោកប្រាស់ឬក៏នាងជាមនុស្សដែលឈាមត្រជាក់អញ្ចឹងគឺដោយសារតែគំនិតលោភលន់ការមានចិត្តលោភលន់មានចិត្តខ្ជិលអត់ចង់ធ្វើអីទេចង់ធ្វើអីស្រួលតើបងប្អូនយល់យ៉ាងណាចំពោះនាងតើនាងជាមនុស្សបែបណាសូមខមមិននៅខាងក្រោមជួបគ្នានៅវីដេអូក្រោយសង្ឃឹមថាបងប្អូននឹងចូលចិត្តវីដេអូមួយនេះហើយជួបគ្នានៅវីដេអូក្រោយៗទៀតបងប្អូនយល់យ៉ាងណាដែរចូលខមមិនខាងក្រោមបន្សល់ទុកនៅខមមិនខាងក្រោមនេះហើយអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយៗបាយបាយ